ជំរាបសួរពុកម៉ែបងប្អូននោះគឺជាសកម្មភាពដែលពួកខ្ញុំរៀបចំដកខ្ទឹមកញ្ចល់ហើយបាទហើយខែនេះដែរគឺចុះចាប់ផ្ដើមតិចតិចវិញហើយគឺម្លងខែ10ហើយបាទហើយនេះដែរគឺជាខ្ទឹមកញ្ចល់ដែលពួកខ្ញុំដែលត្រូវវាយដីហើយនេះគឺជាសកម្មភាពដែលពួកខ្ញុំវាយហើយនេះសិស្សច្បងដែលគាត់រៀបចំចាប់ផ្ដើមដកបដាហើយបាទចឹងខែនេះដែរគឺចូលខែតិចតិចហើយខ្ទឹមនេះគឺយើងធ្វើខែតិចបន្ទាប់ពីយើងធ្វើខ្ទឹមពេលព្រលឹមឡើងហើយថ្ងៃឡើងយើងដកស្មៅស្ពៃបុកគោបាទហើយមកជួវែងបងប្អូនអើយមកជួចូល100ម៉ែត្រ200ម៉ែត្រទេបាទមិនស្រួលទេជីវិតពលករស្រុកគេម៉ាស៊ីននេះបើសិនជាអ្នកចេះវាយទៅដួលបងប្អូនវាយទៅផ្លាតមកវិញបាទអត់ស្រួលតែឃើញកាន់ចឹងតម្រុំបានមកជួវារៀងចុកដៃដែរបាទមិនស្រួលទេណាហើយនេះគឺជាសកម្មភាពសិស្សច្បងដែលគាត់ដកខ្ញុំអ្នកវាយចឹងទៅគាត់អ្នកដកបាទហើយនោះអ្នករាយចឹងទៅមានអ្នករាយមានអ្នកដកទៅព្រោះការងារយើងចាត់ចែងបែងចែកឲ្យគ្នាច្បាស់ចឹងមានអ្នកវាយទៅអ្នករៀបទៅអ្នកដកទៅបាទហើយខ្ញុំនេះគឺវាយបដាជន់បដាដើម្បីឲ្យគេដកស្រួលចឹងព្រោះកាលណាយើងវាយទៅវាស៊ីអត់ដាច់សាច់ដីល្អទេចឹងមានតែជួយឥឡូវយើងបន្តមកមើលពីសកម្មភាពដែលយើងដកបានហើយយើងមកបកនេះបងប្អូនយើងបកនៅក្នុងម៉ាស៊ីនខ្យល់ចឹងគឺយើងអត់ហ៊ានបើកសលេងវាទេដោយសារខ្យល់វាលឺខ្លាំងពេកហើយនេះគឺជាសកម្មភាពដែលពួកខ្ញុំចាប់សេរីរៀបសេរីចឹងអាຂະຫນາດណាដែលខ្ញុំត្រូវដាក់ផ្សេងគ្នាចឹងណាបងប្អូនហើយនេះគឺជាសកម្មភាពដែលយើងរៀបចំហើយទាំងអស់ចឹងវីដេអូមានប៉ុណ្្នឹងហើយបាយ